បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំពន្លឺម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំបង្ហាញនៅ shortcut មួយចំនួនដែលយើងអាចដោះស្រាយបាននៅពេលដែលកុំព្យូទ័រយើង slow យើងធ្វើកុំឲ្យ slow បាទដែលជាដំបូងគឺយើងមាន shortcut មួយគឺភាគរយ TMP ដែលភាគរយ TMP នេះគឺយើងចូល clear ធម្មតា Windows យើងពេលដែល run ទៅវាតែងតែមានបន្តនៅ file យើង clear file ទាំងអស់ហ្នឹងចេញពី drive C អស់ទៅទើបវាបាត់ slow បាទthì យើង clear មកគឺអញ្ចឹងមកបាទហើយ skip យើង clear ចោលហើយមាន shortcut នឹងមួយបន្តមកទៀតគឺមាន shortcut មួយទៀតគឺយើងប្រើ TEMP យើងដកលុបភាគរយចេញទេហើយយើង intern មកគឺយើង clear វាបន្តទៀតបាទហើយ file ទាំងអស់នេះគឺវាយើង run កម្មវិធីវាតែងតែមានអញ្ចឹងគឺយើងអាសា clear ទៅកុំព្យូទ័រយើងអត់ slow បាទគឺ clear អស់ហើយយើងនៅ shortcut មួយទៀតគឺ prefix គឺយើងប្រើ prefix គឺ shortcut 3ហ្នឹងគឺដើម្បី clear ឯកសារដែល Windows យើង run ចេញ run វាចេញលុបវាចេញអស់ដើម្បីឲ្យកុំឲ្យវា slow អញ្ចឹងបាទហើយយើងលុប control A មកយើង select វា all ហើយលុបចោលទៅ delete ចោលបាទហើយបន្តមកទៀតយើងចុច Windows ហើយយើង search ពាក្យ declean នេះគឺ declean ហ្នឹងយើង clean វាចោលយើង select ទាំងអស់មក tick ទាំងអស់មកមិនបាច់ទុកទេ tick មកបាទអូខេបន្ទាប់ពី tick អស់ហើយគឺយើងចុច OK នឹង delete វាចោលបងប្អូនចាំតិចគឺវានឹង clear បាទហើយបន្ទាប់ពីវា clear ហើយគឺ computer របស់យើងអាចនឹងដំណើរការលឿនជាងមុនព្រោះយើងបាន clear នៅទិន្នន័យចាស់ចោលអស់ច្រើនហើយនៅក្នុង drive ហ្នឹងហើយវីដេអូរបស់យើងដែរគឺមានតែប៉ុណ្្នឹងអាចនឹងតាមដាននៅវីដេអូរបស់ខ្ញុំពន្លឺ IT នៅវីដេអូក្រោយជាបន្តទៀតអរគុណ